มาโต้สองมือกรึงนี่ใจจูนลูกตาคุณชาวเจริญแม่เนื้อซกๆยมเมียนลอยยมมาติงมาโต้จูนลูกตาเรื่องคือเวียนแจ่ยมบานกอยเลยในขนมห้างกาแฟมุ้ยหายเสียบแต่เลียมนู้ยมชาบดอมแท้บองเต็งแต่แน่ในคางข่อยขนมยมหายมกระจังยมรอยเรียวแต่โดนกอดเฮ้ยตาเรายังยมรอยเรียวแต่โดบองเต็งแต่แน่จะมือกอดเอาเองยมนี่มารอยเรียวบ่าต่อเฮ้ยต้องอย่าสู้มองไว้เช่าติ๊กบ้านนี้ยังมีสมโนมุ้ย ធ្លាប់ឃើញណៃក្នុង รับเคยเถอะ ក្នុង Facebook តើស្គាល់ឈ្មោះឯង បាទបងខ្ញុំឈ្មោះសុភីឌីខ្ញុំមាន100រៀល ចា បងឲ្យមានអីដូរឲ្យខ្ញុំអត់ 100រៀល តាម100រៀលទេ អនឡាញចង់ដូរបានអីពីបងទៅ តាមទឹកចិត្តបងមុននឹងគាត់ដូរ100រៀលជាមួយខ្ញុំមកគាត់ក៏បានសួរនាំខ្ញុំដែរថាតើខ្ញុំយកលុយហ្នឹងទៅធ្វើឲ្យគេខ្លះហើយខ្ញុំក៏បានប្រាប់គាត់ថានិយាយទៅបងឲ្យអីក៏បានដែររបស់មានតម្លៃឬក៏របស់អត់តម្លៃអីក៏ដោយប៉ុន្តែបើសិនជារបស់មានតម្លៃគឺខ្ញុំនឹងយកលុយទាំងអស់ទៅធ្វើសប្បុរសធម៌ឬក៏ទៅជូនណាគេដែលគាត់ត្រូវការចាំឲ្យកាន់តែច្រើនកាន់តែល្អហើយគាត់ជូនអីចិត្តដល់ថ្ងៃ birthday របស់គាត់ហើយជារៀងរាល់ឆ្នាំឲ្យតែថ្ងៃ birthday របស់គាត់គឺគាត់តែងតែទៅធ្វើសប្បុរសធម៌ហើយគាត់ក៏ព្រមដូរ100រៀលជាមួយនឹង$1000 $1000 5 6 7 8 9 10នេះបង100រៀល$1000អរគុណបងខ្លាំងមែនណែអរគុណខ្លាំងខ្ញុំនឹងយក$1000នេះទៅជួយគេក្នុងថ្ងៃហ្នឹងឲ្យអស់ ខ្ញុំប្រចាំមើលវីដេអូហ្នឹងដូចគ្នា អូខេឥឡូវបានមកដល់កន្លែងទិញម៉ូតូហើយបាទមកដល់កន្លែងទិញម៉ូតូភ្លាមខ្ញុំក៏បានដើរមើលម៉ូតូណាដែលល្អបំផុតហើយក៏បានចរចាជាមួយនឹងពូលក់ម៉ូតូចរចាឡើងគាត់ក៏ព្រមលក់ម៉ូតូមួយនេះឲ្យខ្ញុំឲ្យតម្លៃគ្នានេះនេះលុយភ្លាមហ្មង បាទឥឡូវនេះគឺយើងទិញម៉ូតូបានហើយបាទ$1000អញ្ចឹងឥឡូវចង់ទៅទិញមួកក្លុបមួយហើយជាមួយនឹងចាក់សាំងមកពេញតែម្ដងខ្ញុំក៏បានធ្វើការចាក់សាំងមួយពេញរួចក៏បានទិញមួកក្លុបបាទឥឡូវយើងបានមួកហើយសាំងក៏ពេញដែរយើងនឹងទៅរកម្ចាស់ម៉ូតូខ្ញុំក៏បានធ្វើការជិះដើររកអ៊ំតាដែលគាត់ធ្វើការជិះកង់មកធ្វើការរាល់ថ្ងៃហើយបើសិនជាមាននិស្ស័យគឺខ្ញុំនឹងជូនម៉ូតូមួយនេះទៅកាន់គាត់ភ្លាមហ្មងលោកតានេះកង់លោកតាមែន បាទ អូជិះកង់មកធ្វើការ បាទគ្មានម៉ូតូ នៅដល់ណាផ្ទះ ពីវត្តទូសកែ វត្តទូសកែឆ្ងាយអលោកតា ឆ្ងាយដែរ ជីមករាល់ថ្ងៃហ្មង 1 ម៉ោង ជី1ម៉ោងជីកង់1ម៉ោងមកធ្វើការ អត់ណាគាត់ មិនបានសង្ស័យ ការមកទាំងយប់ទាំងថ្ងៃដោយសារជីវភាពគ្រួសារអញ្ចឹងណាគាត់ លោកតាចៅសួរមួយបើសិនជាចៅជូនម៉ូតូលោកតាឥឡូវហ្នឹងលោកតាមានអារម្មណ៍ម៉េច មានអារម្មណ៍មិនអសប្បាយសប្បាយអ ជឿអត់ ជឿ ថាឲ្យមែនអត់ ជឿអើបើឲ្យអរគុណកាន់តែច្រើន ជីកង់1ម៉ោងមកធ្វើការរាល់ថ្ងៃហើយនេះកង់គាត់អ្នកនេះមើលមាននិស្ស័យណាខ្ញុំជិះតាមផ្លូវឃើញចេះជិះម៉ូតូអត់ ចេះដែរតា ឥឡូវសាក់ជិះតិចអីម៉ូតូអាសងមួយគ្រឿងនេះចៅជូនលោកតា អរគុណចៅច្រើនយ៉ាងណាក៏ប្រកាហើយវិញរកស៊ីមិនបាន លុយដែលខ្ញុំបានមកទិញម៉ូតូនេះគឺបានមកពីបងតេងតាណាអញ្ចឹងលោកតាមានន័យជូនពរទៅកាន់គាត់ ជូនពរឲ្យក្មួយមានអាយុវែងសុខភាពល្អបងប្អូនរកស៊ីកាន់តែមានកាន់តែបាន កិនច្រើនលោកតានេះកាត់គ្រីបាទកាត់គ្រីតុំទិញមិញបាទនេះជូនលោកតាអញ្ចឹងលោកតាស្អែកលេខជីកង់មកឲ្យត្រូវហ៎បាទទូរស័ព្ទនៅសល់ប្រហែល%ដែរ